សួស្តីអ្នកទាំងអស់គ្នាខ្ញុំមានសំណួរមួយចង់សួរអ្នកទាំងអស់គ្នាបើថ្ងៃស្អែកយើងភ្ញាក់ឡើងហើយបានទទួលដំណឹងថាក្រុមហ៊ុនឬក៏កន្លែងយើងកំពុងធ្វើការហ្នឹងគេកាត់បន្ថយបុគ្គលិកឬក៏យើងឈឺធ្ងន់មិនអាចធ្វើការរយៈពេល3ខែតើយើងនឹងមានប្រភពចំណូលផ្សេងទៀតអត់ខ្ញុំនិយាយនេះមិនមែនដើម្បីបំភ័យយើងទាំងអស់គ្នាទេខ្ញុំគ្រាន់តែចង់ឲ្យយើងគិតអំពីអនាគតរបស់យើងទាំងគ្នាមនុស្សភាគច្រើនខំប្រឹងរៀនខំរកការងារល្អធ្វើការយ៉ាងស្មោះត្រង់ប៉ុន្តែពឹងផ្អែកលើប្រាក់ខែតែមួយផ្លូវវាអត់ខុសទេខ្ញុំក៏មានការងារពេញម៉ោងដែរហើយខ្ញុំក៏ស្រឡាញ់ការងាររបស់ខ្ញុំប៉ុន្តែខ្ញុំក៏ចាប់ផ្ដើមសួរខ្លួនឯងថាតើខ្ញុំកំពុងការពារអនាគតគ្រួសាររបស់ខ្ញុំគ្រប់គ្រាន់ហើយឬនៅខ្ញុំបានដឹងថាមនុស្សដែលមានស្ថិរភាពហិរញ្ញវត្ថុមិនចាំបាច់ជាមនុស្សដែលរកបានប្រាក់ខែច្រើនជាងគេនៅកន្លែងធ្វើការនោះទេប៉ុន្តែគឺជាមនុស្សដែលមានប្រភពចំណូលច្រើនជាងមួយផ្លូវបងប្អូនជឿអត់ចំណូលទី2មិនមែនមានន័យថាយើងត្រូវឈប់ពីការងារពេញម៉ោងដែលយើងកំពុងធ្វើរាល់ថ្ងៃហ្នឹងទេចំណូលទី2វាអាចជាអាជីវកម្មក្រៅម៉ោងការលក់អនឡាញឬក៏ជាការវិនិយោគផ្សេងៗនេះហើយជាមូលហេតុដែលខ្ញុំចាប់ផ្ដើមស្វែងរកឱកាសរកប្រាក់ចំណូលបន្ថែមហើយវាក៏ជាមូលហេតុដែលខ្ញុំចាប់ផ្ដើមរៀនធ្វើអាជីវកម្មជាមួយក្រុមហ៊ុន Volten International ប៉ុន្តែខ្ញុំនៅតែធ្វើការពេញម៉ោងដោយសារខ្ញុំគ្រាន់តែចង់បង្កើតប្រាក់ចំណូលមកប្រភពទៀតសម្រាប់អនាគតរបស់ខ្ញុំនិងក្រុមគ្រួសាររបស់ខ្ញុំចង់សួរបងប្អូនមកសំណួរទៀតថ្ងៃស្អែកចំណូលសប្តាហ៍ថ្ងៃរបស់បងប្អូនបាត់ទៅតើបងប្អូនមានផែនការទី2ហើយឬនៅអញ្ចឹងបើបងប្អូនចង់ស្វែងយល់ពីអ្វីដែលខ្ញុំកំពុងរៀនសូមខមមិនពាក្យថាព័ត៌មានឬក៏ផ្ញើសារមកខ្ញុំថាអីទៅ Volten International ធ្វើអីគេហើយនៅវីដេអូក្រោយខ្ញុំនឹងចែករំលែកថាហេតុអីបានខ្ញុំជ្រើសក្រុមហ៊ុន Volten មិនមែនអាជីវកម្មផ្សេងសូមកុំភ្លេច follow ដើម្បីកុំឲ្យខកខានវីដេអូមួយហ្នឹង